Hello everybody, welcome back to my YouTube channel, and today we are going to learn about how to write the Abacus LaTeX shoe បាទជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ YouTube channel របស់លោកគ្រូសាជាថ្មីហើយថ្ងៃនេះបងប្អូននឹងរៀនអំពីរបៀបសរសេរអក្សរ Q ពុម្ពធំវិញម្ដងអូខេតោះអញ្ចឹងដើម្បីសរសេរអក្សរ Q ពុម្ពធំនេះបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានបាទអញ្ចឹងរបៀបសរសេរអក្សរ Q ពុម្ពធំមានចំនួន2របៀបបាទឬក៏2ជំហានបាទអញ្ចឹងរបៀបទី1បងប្អូនគ្រាន់តែគូសរង្វង់មូលណាគូសជារង្វង់មូលបែបនេះមកហើយបងប្អូនបាទយកគូសបន្តត្រង់ចំណុចមួយទៀតនៅក្នុងចំណុចខាងក្រោមកន្លែងនេះបាទជាការស្រេចបាទស្រួលមែនតើក្នុងការសរសេរអក្សរ Q នេះតោះឥឡូវយើងរៀនសរសេរទាំងអស់គ្នាបាទអញ្ចឹងចំណុចដំបូងបងប្អូនគ្រាន់តែចាប់ដើមពីលើចុះមកក្រោមបងប្អូនទាញបែបនេះមកណាទាញបែបជារង្វង់បែបនេះអូខេបាទអូខេបាទបន្ទាប់មកបងប្អូនបាទទាញចំណុចលេខ2បែបនេះជាការស្រេចបាទនេះគឺជារបៀបសរសេរអក្សរ Q ពុម្ពធំបាទសំមួយទៀតបាទបងប្អូនទាញបែបនេះអូខេហើយបងប្អូនទាញបែបនេះមកជាការស្រេចបាទនេះគឺជារបៀបសរសេរអក្សរ Q ពុម្ពធំបាទអញ្ចឹងលោកគ្រូសង្ឃឹមថាបងប្អូននឹងចេះពីរបៀបសរសេរអក្សរ Q ពុម្ពធំនេះហើយតោះឥឡូវយើងបន្តទៅបាទចំណុចមួយទៀតគឺបងប្អូននឹងរៀនពាក្យចំនួន3ដែលសរសេរចាប់ផ្ដើមឡើងដោយអក្សរ Q បាទនេះគឺជាពាក្យទាំង3ដែលបងប្អូនត្រូវសរសេរចាប់ផ្ដើមឡើងដោយអក្សរ Q ពាក្យទី1នោះគឺ quail បាទ quail នេះបងប្អូនបកជាភាសាខ្មែរថាសត្វក្រួចបាទ quail អូខេ again quail សត្វក្រួចបាទពាក្យទី2គឺ queen នេះបងប្អូនប្រែថាម្ចាស់ស្ត្រីបាទមានន័យថាស្ដេចស្រីអូខេអញ្ចឹង queen ម្ចាស់ស្ត្រីបាទពាក្យទី3គឺ quarrel បាទបងប្អូនមើលរូបភាពស្គាល់ទេបងប្អូន quarrel ហ្នឹងមានន័យថាម៉េចបាទ quarrel មានន័យថាឆ្លោះគ្នាបាទឆ្លោះប្រកែកគ្នាការឆ្លោះប្រកែកគ្នាបងប្អូនឃើញរូបភាពនេះពួកគេទាំងពីរហ្នឹងកំពុងតែស្រែកដាក់គ្នាបាទអូខេអញ្ចឹងពាក្យទី1គឺ quail ពាក្យទី2គឺ queen ពាក្យទី3គឺ quarrel អូខេអញ្ចឹងមេរៀនយើងបានដល់ទីបញ្ចប់ហើយបាទពីរបៀបសរសេរអក្សរ Q ហើយនិងពាក្យចំនួន3ដែលសរសេរចាប់ផ្ដើមឡើងដោយអក្សរ Q ហើយលោកគ្រូសង្ឃឹមថាបងប្អូននឹងបាទចេះរបៀបសរសេរអក្សរ Q ហើយនិងពាក្យចំនួន3ដែលសរសេរចាប់ផ្ដើមឡើងដោយអក្សរ Q នេះទាំងអស់គ្នាផងដែរហើយជាចុងក្រោយលោកគ្រូក៏សូមឲ្យបងប្អូនជួយចុចពាក្យ like បាទ share និង subscribe វីដេអូរបស់លោកគ្រូផងប្រសិនបើបងប្អូនពេញចិត្តនៅវីដេអូមួយនេះបាទអរគុណច្រើនជម្រាបលា